លើកទី1ចាញ់លើកទី2ក៏ចាញ់ចុះលើកទី3ពីប្រកួត$10000នេះតើប៊ុនសទ្ធាអាចសងសឹកយ៉ាស៊ីនបានដែរឬអត់ការប្រកួតនេះស្រុកខ្មែរមិនទាន់មានទេគ្មានអាណាគេដែលធ្លាប់វាយពីប្រកួត$10000គ្មានណាគេដែលធ្លាប់ប្រកួតទេតែយ៉ាស៊ីននៅប៊ុនសទ្ធាបើកសក្ការៈថ្មីនៅជំនួបការសងសឹករវាងអ្នកទាំងពីរនេះគឺពីប្រកួត$10000ពី Gamesburg អញនិយាយបានថានេះជាការប្រកួតដ៏ក្តៅកគុកនៅលើសង្វៀនជាការប្រកួតមួយដែលទន្ទឹងរង់ចាំអស់ជាយូរខែមកហើយក្រោយអ្នកទាំងពីរធ្វើការវិលជុំរួចមកហើយក៏អ្នកទាំងពីរបានមកដល់វគ្គដាច់ព្រាត់ត្រូវជួបគ្នាប៊ុនសទ្ធាដូចជាគ្មានអីដែលត្រូវនិយាយទេកីឡាករដែលមានតម្រុំប្រកួតបុកជាកីឡាករមិនចេះថយយ៉ាស៊ីនដូចគ្នាជាកីឡាករម្នាក់ដែលមិនបោះជំហានថយក្រោយកីឡាករដែលមានស៊ូសល្អវាយធ្ងន់និយាយរំទៅកម្លាំងក៏ល្អបែបនេះអញនិយាយបានថារោមិនងាយទេអ្នកទាំងពីរត្រូវតតាំងគ្នាបាទដើម្បីយក$10000តែយ៉ាងណានៅលើសង្វៀនពិតជាមិនអាចនឹងមើលស្រាលប៊ុនសទ្ធាបាទពិតជាមិនអាចនឹងមើលស្រាលប៊ុនសទ្ធាប្រសិនបើហ៊ានតែប្រហែសអាចនឹងប៊ុនសទ្ធាយកទៀតបាទ$10000តែយ៉ាងណាយ៉ាស៊ីនមាំរឹងធន់ស៊ូសល្អចាំមើលការប្រកួតនេះនឹងទៅជាយ៉ាងណា